អាចថបានពន្យល់គាត់ថារាងកាយរបស់ខ្លួននៅខ្សោយនៅឡើយទេហើយត្រូវការពេលវេលាព្យាបាលបន្តិចឪពុកម្ដាយមិនចាំបាច់ព្រួយបារម្ភពីកូនប្រុសម្នាក់នេះទេព្រោះស្ថានភាពមិនធ្ងន់ធ្ងរពេកទេបន្ទាប់ពីគាត់ជាសះស្បើយគាត់នឹងត្រឡប់ទៅផ្ទះវិញភ្លាមហើយសង្ឃឹមថាឪពុកម្ដាយនឹងមិនខឹងចំពោះអ្វីដែលបានកើតឡើងផងចោះពេលស្ដាប់ពាក្យទាំងនេះម្ដាយរបស់គាត់មានអារម្មណ៍រំភើបរហូតដល់ថ្នាក់ហូរទឹកភ្នែកចេញមកព្រោះនាងមិនដឹងថាពេលណាទៀតទើបអាចតាក់ទងជាមួយអាចធំដងទៀតបានដូច្នេះArthur បានប្រាប់ឲ្យពួកគេទាំងពីរថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អផងហើយក៏បាននិយាយថាគាត់ស្រឡាញ់ឪពុកម្ដាយរបស់គាត់ខ្លាំងណាស់ទឹកភ្នែកនៃសេចក្តីសុខហូរមិនឈប់ឡើយនៅពេលពួកគេដឹងថាកូនរបស់ខ្លួនមានសុវត្ថិភាពបន្ទាប់ពីបញ្ចប់ការនិយាយ Arthur បានត្រឡប់ទៅព្រះរាជវាំងវិញហើយប៉ុន្មានថ្ងៃក្រោយមក Tasha នាងបានស្ដីបន្ទោសឪពុកម្ដាយរបស់នាងដែលធ្លាប់គិតអាក្រក់និងចង់ឲ្យ Arthur ចាក់ចេញលោកតារបស់ Tasha ក៏នៅខាងកូនស្រីរបស់ខ្លួនដូច្នេះអ្នកទាំងពីរគ្មានជំរឿអ្វីក្រៅពីយល់ព្រមឡើយហើយបើពួកគេភ័យខ្លាចថា Arthur ត្រូវគេធ្វើបាបគ្រាន់តែប្របាប់គេថា Arthur គឺជាសិស្សរបស់គាត់ទៅបានហើយគាត់បានសន្យាថានឹងទទួលខុសត្រូវទាំងស្រុងប្រសិនបើមានអ្វីកើតឡើងចំពោះអាធរព្រះមហាក្សត្រក៏បានសុំទោសនិងស្វាគមន៍ Arthur ឲ្យក្លាយទៅជាសមាជិកម្នាក់នៃគ្រួសារផងដែរឃើញការផ្លាស់ប្ដូរអាកប្បកិរិយាយ៉ាងលឿនបែបនេះ Arthur មិនយល់ថាមានអ្វីកើតឡើងក្នុងចិត្តរបស់មនុស្សចាស់ទាំងពីរនាក់នោះទេគាត់គិតថាព្រះមហាក្សត្រប្រហែលមានចិត្តទន់ខ្លាំងចំពោះឪពុកនិងកូនស្រីរបស់គាត់ដូច្នេះគាត់ក៏ប្រញាប់សម្រេចតាមពួកគេទៅបន្ទាប់មក Tasha បានសុំអនុញ្ញាតឲ្យនាំមិត្តរបស់នាងចេញដើរលេងដោយសារមានការប្រកាសពីរាជវាំងគ្មាននរណាហ៊ាននិយាយអ្វីចំពោះពួកគេទេនេះជាលើកដំបូងដែល Arthur មានអារម្មណ៍ថាបានសេរីភាពបែបនេះប៉ុន្តែនៅកន្លែងនេះក៏មានរឿងមិនសប្បាយចិត្តមួយចំនួនដែលគាត់បានជួបផងដែរDian Seng គឺជាក្មេងប្រុសម្នាក់ដែលមានអាយុស្មើគ្នានឹងអាតថរហើយជាញឹកញាប់គេចូលចិត្តលេងសើចបោកបញ្ឆោតលើ Tasha ព្រះនាងក៏ត្រូវបានណែនាំមិនឲ្យអាតថរតាក់ទងជាមួយមនុស្សបែបនេះទេដោយសារវាអាចនឹងធ្វើឲ្យនាងឈឺចិត្ត Arthur បានលេងសើចដោយនិយាយនៅមុខក្មេងប្រុសសក់លឿងនោះថាហើយសំបីតែឈ្មោះក៏ស្រដៀងនឹងឈ្មោះសត្វដែរពេលឮដូច្នេះក្មេងប្រុសម្នាក់ទៀតបានជេរប្រមាថមិនថាជាមនុស្សល្ងងមិនយល់អ្វីឡើយឃើញគាត់គប់ថ្មទៅវិញទៅមកធ្វើឲ្យកុមារទាំងអស់ស្ទើរតែឈួតខណៈដែល Tasha គ្រាន់តែសើចប៉ុណ្ណោះទោះបីនាងមិនយល់ពេញលេញពីរបៀបលេងរបស់ Arthur ក៏ដោយ Ferris នៅតែមានអារម្មណ៍ថាគាត់កំពុងត្រូវគេធ្វើបាបដូច្នេះគាត់ព្យាយាមគេចចេញព្រះនាងបានសម្រេចចិត្តប្រមានគាត់ថាទោះបីជាគាត់ជាអភិជនក៏ដោយក៏មិនគួរប្រព្រឹត្តខ្លួនអួតអាងដូចនេះឡើយប៉ុន្តែពេលកូនអភិជនត្រូវបានប៉ះពាល់ Ferris បានសម្រេចចិត្តថាចង់ឈ្នះមនុស្សជុំវិញមើលទៅមានចំណាប់អារម្មណ៍ខ្លាំងណាស់ព្រោះនៅទីនេះមានការប្រកួតគូគ្នាជារបៀបប្រយុទ្ធរបស់កូនអភិជនដូច្នេះ Tasha បានឈរឡើងនិងស្រែកថាចាប់ផ្ដើមប្រកួតដូចដែលបានរំពឹងទុកមែនគ្រាន់តែចាប់ផ្ដើមប៉ុណ្ណោះ Ferris ក៏ត្រូវវាយដួលទៅលើដីភ្លាម Arthur ក៏ភ្ញាក់ផ្អើលដែរព្រោះការប្រយុទ្ធបានបញ្ចប់លឿនពេក Tasha ក៏បានចាប់ដៃគាត់ដោយសប្បាយរីករាយធ្វើឲ្យ Arthur មានអារម្មណ៍ថាគាត់កាន់តែតាក់ទាញចិត្តក្មេងស្រីម្នាក់នេះហើយគាត់ក៏បានយកឱកាសនេះដើម្បីរីករាយនឹងភាពស្ងប់ស្ងាត់បន្តិចមុននឹងចាប់ផ្ដើមដំណើរបណ្ដុះបណ្ដាលបន្តព្រោះលោកគ្រូបានបញ្ជាក់ថាផ្លូវវឹកហាត់នឹងពិបាកខ្លាំង Arthur ត្រូវរៀនពីរបៀបបង្ក្រាបសត្វបិសាចដែលនៅក្នុងខ្លួនរបស់គាត់ឲ្យបានសិនអនាគតនឹងពិបាកយ៉ាងខ្លាំងប៉ុន្តែបើមានឆន្ទៈនិងការតាំងចិត្តគ្រប់គ្រាន់គាត់ជឿជាក់ថាអាចធន់នឹងអាចឈ្នះបានគ្រប់យ៉ាងដើម្បីសម្រេចបានជោគជ័យដ៏មានតម្លៃមេរៀនដំបូងគឺមិនត្រូវខ្លាចការឈឺចាប់ដែលកើតមកពីមារណាទេ Arthur បានប្រាប់ Tasha ដោយរំភើបថាមុនមកទីនេះគាត់តែងតែហ្វឹកហាត់ជាមួយគ្រួសារទាំងមូលនិងលោកយាយពិសេសម្នាក់កុមារទាំងពីរបានផ្ដល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍនិងលូតលាស់ពេលវេលាបានកន្លងទៅពួកគេតែងតែព្យាយាមអស់ពីសមត្ថភាពមិនថាមានការឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយគាត់មិនដែលបោះបង់ឡើយប៉ុន្មានឆ្នាំក្រោយពួកគេបានលូតលាស់លឿនយ៉ាងខ្លាំងដោយសារតែការថែទាំរបស់ឪពុកម្ដាយរបស់ Tasha និងលោកតាថ្ងៃនេះឪពុកម្ដាយរបស់ Tasha ត្រូវចេញទៅចូលរួមប្រជុំសំខាន់មួយពួកគេទាំងពីរនាក់ធ្វើដូចជាទម្លាប់រាល់ដងបានហ្វឹកហាត់ជាមួយនឹងលោកគ្រូ Varian Tasha ក្រោកពីព្រឹកដើម្បីយកអាហារឲ្យអាតាប៉ុន្តែគ្មានពាក្យអរគុណពីអាថរព្រះនាងបានខឹងក៏បានដេញវាយប្រហារអាថរឃើញកុមារទាំងពីរនៅទីនោះលោកគ្រូបានសម្រេចចិត្តចាប់ផ្ដើមការហ្វឹកហាត់ភ្លាមឥឡូវនេះ Arthur កាន់តែរឹងមាំហើយនិងមានការតាំងចិត្តខ្លាំងធ្វើឲ្យលោកគ្រូគិតថាវាជាពេលសំស្របដើម្បីចាប់ផ្ដើមនៅជំហានបន្ទាប់ទៀត Varian ចង់ឲ្យ Arthur រក្សាចំណេះដឹងអំពីមន្តអាគមរបស់គាត់ពេលម៉ាណាមានស្ថិរភាពគាត់អាចរៀនធាតុដីធាតុភ្លើងឬធាតុខ្យល់មួយក្នុងចំណោមទាំងអស់នោះហើយធាតុណាក៏ត្រូវរៀនអាស្រ័យលើលក្ខណៈរបស់ជនជាតិពូជសាសន៍នីមួយៗសម្រាប់ជនជាតិអែលខ្យល់អាចបង្កើតបានដូចជាស្មៅដីហើយនឹងទឹកបានចំណែកមនុស្សអាចរៀនបានទាំង4ធាតុប៉ុន្តែមនុស្សម្នាក់មានជំនាញខ្លាំងតែធាតុមួយប៉ុណ្ណោះតែក៏មានមនុស្សខ្លះអាចគ្រប់គ្រងគ្រប់ធាតុបានដែរប៉ុន្តែវាពិតជាកម្រណាស់ពេលនោះ Tasha សួរថាហេតុអ្វី Arthur មិនដែលហ្វឹកហាត់រាងកាយពេលប្រើមន្តអាគមដូចជានាងឡើយ Varian ឆ្លើយដោយត្រង់ថារាងកាយរបស់គាត់នៅតែខ្សោយទោះជាយ៉ាងណាប្រលឹងរបស់សត្វនៅក្នុងម៉ាណានោះវាខ្លាំងពេករហូតមកដល់ពេលនេះ Arthur នៅតែទទួលរងការឈឺចាប់ដោយសារវាប្រលឹងរបស់សត្វបានបង្កឲ្យមានភាពមិនសមតុល្យឲ្យរវាងប្រលឹងនិងរាងកាយដែលជាមូលហេតុនៃការឈឺចាប់នេះប៉ុន្តែឥឡូវនេះ Arthur មានភាពអត់ធ្មត់គ្រប់គ្រាន់ហើយដើម្បីបញ្ចូលម៉ាណាជាមួយរាងកាយដូច្នេះការបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមភ្លាម Tasha បានសើចហើយសួរថាតើគាត់មានភាពអត់ធ្មត់បានដែរទេព្រោះរាល់ពេលដែលនាងវាយគាត់តែងតែមានការឈឺចាប់ប៉ុន្តែព្រោះ Tasha បានភ្ញាក់ម៉ាណាតាំងពីនៅតូចហើយជាជនជាតិអែលនាងភ្ញាក់នៅក្នុងអាយុ10ឆ្នាំដែលបង្ហាញថានាងក៏ជាមនុស្សពិសេសខ្លាំងចាប់តាំងពីពេលនោះមកពួកគេបានហ្វឹកហាត់ជាមួយគាត់ជារៀងរាល់ថ្ងៃបន្ទាប់មកលោកគ្រូបានចាប់ផ្ដើមដំណើរការភ្ញាក់ឆន្ទៈសត្វនោះប្រសិនបើជោគជ័យចាប់ពីពេលនេះទៅ Arthur នឹងមិនចាំបាច់ព្រួយបារម្ភអំពីការឈឺចាប់ទៀតឡើយហើយគាត់នឹងក្លាយជាអ្នកបរិសុទ្ធពិតប្រាកដដូចជាបុរសម្នាក់ពីមុន
លោកគ្រូបានប្រមានជាមុនថាម៉ាណាអាចនឹងអស់វាគ្រោះថ្នាក់ណាស់វាប្រហែលជាក្តៅបន្តិចប៉ុណ្ណោះហើយបន្ទាប់មកលោកគ្រូបានផ្ទេរធម្មពលសត្វពីរាងកាយរបស់គាត់ឲ្យទៅ Arthur ភ្លាមនោះសត្វដែលនៅក្នុងខ្លួន Arthur បានភ្ញាក់ឡើងប៉ុន្តែវាខ្លាំងពេកលើសពីភាពអត់ធ្មត់របស់អ្នកទាំងពីរធ្វើឲ្យពួកគេត្រូវខ្ទាតទៅឆ្ងាយ Arthur ក៏ត្រូវបានប៉ះពាល់ដោយការប្រឆាំងពេលធម្មពលដ៏ធំផ្ទុះឡើងនៅក្នុងខ្លួនគាត់វារៀនភ្ញាក់បានផ្អើលយ៉ាងខ្លាំងព្រោះគាត់មិនអាចជឿបានថាប្រលឹងសត្វដែលនៅក្នុងខ្លួនក្មេងប្រុសតូចនេះគឺជាប្រលឹងរបស់សត្វនាគឡើយ Arthur សន្លប់និងដេកលក់រហូតដល់ល្ងាចលោកគ្រូមានការព្រួយបារម្ភយ៉ាងខ្លាំងដូច្នេះគាត់បានស្នាក់នៅក្បែរគាត់ហើយចង់ដឹងបន្ថែមអំពីទំនាក់ទំនងរវាង Arthur និងប្រលឹងនាគនោះអាចធំមិនបាននិយាយច្រើនអំពី Sylvia ទេគ្រាន់តែនិយាយថាវាគឺជានាគប៉ុណ្ណោះលោកគ្រូភ្ញាក់ផ្អើលខ្លាំងពេលស្ដាប់បានថាជាសត្វនាគគិតថាជាសត្វដែលនៅក្នុងរឿងព្រេងដែលគេនិយាយថាបាត់បង់អស់រាប់ពាន់ឆ្នាំមកហើយទោះជាវាពិបាកជឿក៏ដោយគាត់មិនអាចបដិសេធនៅអ្វីដែលភ្នែកខ្លួនឯងបានឃើញឡើយគាត់ក៏បានប្រាប់ថា Arthur មិនត្រូវបង្ហាញរឿងនេះឲ្យនរណាម្នាក់ដឹងជាដាច់ខាតការដែលមនុស្សមានប្រលឹងនាគនៅក្នុងខ្លួនអាចបង្កឲ្យមានចំនួនមិនចាំបាច់រវាងកម្លាំងផ្សេងលើសពីនេះទៀតមានដំណឹងមួយថា Arthur នឹងត្រូវចេញពីទីនេះក្នុងរយៈពេល4ខែទៀតទោះបីតាមផែនការដើមត្រូវការពេល2ឆ្នាំទៀតដើម្បីបើកទ្វារបញ្ជូនក៏ដោយប៉ុន្តែដោយសារប្រទេសទាំង3បានចាប់ផ្ដើមរៀបចំការផ្លាស់ប្ដូរសម្រាប់យុវជននេះគឺជាឱកាសមួយសម្រាប់គាត់ក្នុងការត្រឡប់ទៅផ្ទះវិញ